បាទជារួមសូមជម្រាបសួរលោកគ្រូនិងសួរដល់អ្នកគ្នាចូលជាមួយខ្ញុំបាទគិនពូអាត and welcome to my blog again អញ្ចឹងថ្ងៃនេះគឺយើងធ្វើការសិក្សានិងអនុវត្តទៅលើ sensor មួយឈ្មោះថា distance variable sensor អញ្ចឹងនៅក្នុងការសិក្សាមេរៀននេះគឺយើងមានមេរៀនការចំនួន5ទី1គឺគោលបំណងនៃមេរៀននេះទី2គឺសម្ភារៈអនុវត្តនិង accessory ទី3គឺដំណើរការនៃការអនុវត្តទី4គឺការដំឡើងហើយចុងក្រោយទៀតគឺផលប្រយោជន៍នៃ sensor នេះអញ្ចឹងចូលដល់ទី1គឺគោលបំណងមេរៀននៅក្នុងមេរៀននេះគឺមានគោលបំណងចំនួន4ទី1គឺបានស្គាល់និងដឹងពីតួនាទីរបស់ sensor មួយនេះទី2គឺយល់ដឹងពីរបៀបប្រើប្រាស់ទី3ដឹងពីដំណើរការរបស់វាចុងក្រោយក៏ដឹងពីអត្ថប្រយោជន៍របស់ sensor មួយនេះដែរអញ្ចឹងយើងចូលដល់ទី2គឺសម្ភារៈអនុវត្តនិង accessory អញ្ចឹងក្នុងការអនុវត្តរបស់យើងគឺត្រូវមានសម្ភារៈដូចជាទី1គឺ accessory ដែលជាទូរវិសទី2គឺមាន board មួយនិង pole 2ដែលវាជាជំនួយដល់ការដំឡើង sensor របស់យើងចុងក្រោយទៀតគឺត្រូវមាន watt control ដែល watt control យើងគឺបានចែកជា3ផ្នែកទី1គឺ input power ដែល power យើងនេះគឺចូលមកជាប្រភព AC ហើយចេញទៅវិញគឺជា DC តទៅទៀតគឺផ្នែកទី2គឺ terminal ក្នុង terminal យើងគឺបានចែកជា2ផ្នែកគឺទី1គឺកន្លែងដោតរុនសម្រាប់ដោតរុន sensor ហើយទៀតគឺ relay ហើយផ្នែកចុងក្រោយទៀតគឺផ្នែកទី3គឺផ្នែក output ដែល output យើងនេះគឺជាអំពូល output ដែលបានមកពីលទ្ធផលនៃការ test sensor និងរបស់ចុងក្រោយគេគឺ distance variable sensor ហើយ distance variable sensor គឺ emitter នៅផ្នែកខាងក្រោមហើយ receiver នៅផ្នែកខាងលើហើយនិយាយទៅគឺ emitter និង receiver នៅក្នុង sensor តែមួយវាដូចគ្នាទៅនឹង diffuse reflective sensor ហើយនិង retro-reflective sensor ដែរដែល emitter និង receiver នៅជាមួយគ្នាហើយចំពោះខ្សែវិញគឺមាន4ខ្សែគឺខ្សែពណ៌ខៀវគឺខ្សែដកខ្សែពណ៌ខ្មៅគឺ output ខ្សែពណ៌ត្នោតគឺខ្សែបូកហើយខ្សែពណ៌ការជុកវិញគឺគេប្រើតាមលក្ខខណ្ឌដែលក្នុងលក្ខខណ្ឌ DGS គេប្រើពណ៌ខៀវតែប្រើខ្សែពណ៌កាជុកទេប៉ុន្តែបើសិនបើចូលលក្ខខណ្ឌ FGS គេប្រើខ្សែពណ៌កាជុកតែគេប្រើខ្សែពណ៌ខៀវវិញនៅក្នុងរន្ធដកហើយម្យ៉ាងទៀត sensor មួយនេះគឺជាប្រភេទ sensor NPN គឺដូចរូបភាពមួយនេះខ្ញុំបានបង្ហាញឲ្យត្រង់កន្លែងខ្ញុំបានគូររង្វង់ដែលទីសញ្ញាខាងឆ្វេងនេះគឺតំណាងឲ្យ NPN ហើយខាងស្ដាំវិញគឺតំណាងឲ្យ PNP អញ្ចឹងជាដំបូងគឺយើងត្រូវយក distance របស់ sensor របស់យើងហ្នឹងដាក់ពីលើ board ជំនួយបន្តមកទៀតគឺយើងយកដុំបង្គោលជំនួយដាក់ពីលើវាហើយបន្តមកទៀតគឺយើងយកខ្សែទាំង4របស់ distance របស់ sensor ហ្នឹងដាក់តាមរន្ធ terminal របស់វានីមួយៗគាត់ថាលើកលែងខ្សែពណ៌កាជុកចេញមួយហើយចំពោះ optic សម្រាប់អនុវត្តវិញមានដូចជាទី1គឺមានកាតទី2គឺមានបន្ទះពណ៌ខ្មៅទី3គឺមានបន្ទះពណ៌សទី4គឺកញ្ចក់ឬក៏ mirror ហើយយើងមានបន្ទាត់មួយគឺសម្រាប់វាស់ប្រវែងហើយចុងក្រោយគេគឺយើងមាន optic ខ្លាដែល optic ខ្លានេះគឺជាក្របពណ៌ខ្លាអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី4គឺដំណើរការនៃការអនុវត្តហើយត្រង់កន្លែងនេះដែរគឺខ្ញុំសូមបញ្ជាក់បន្តិចគឺវាខុសគ្នាពីជ្រុង beam sensor ហើយនិង retro-reflective sensor ពី MSR គឺខុសគ្នាត្រង់ថា line mode គឺបើគ្មាន optic អ្វីមួយឆ្លងកាត់វានោះទេនោះអំពូលនឹងភ្លឺប៉ុន្តែបើមានអ្វីឆ្លងកាត់នោះអំពូលនឹងរលត់ពីតែសម្រាប់ diffuse reflective sensor ហើយនិង distance variable sensor គឺបើគ្មាន optic អ្វីមួយឆ្លងកាត់ទេវារលត់តែបើមានវិញគឺវាភ្លឺគឺកន្លែងខុសពីត្រង់កន្លែងហ្នឹងហើយចំពោះ dark mode ឬក៏ dark on ក៏ដូចគ្នាដែរបើនៅក្នុង diffuse reflective sensor ហើយនិង distance variable sensor បើគ្មាន optic អ្វីមួយឆ្លងកាត់វាទេគឺអំពូលនឹងភ្លឺជាចំទៅគឺភ្លឺស្រាប់ប៉ុន្តែបើមាន optic អ្វីមួយឆ្លងកាត់វានឹងរលត់ប៉ុន្តែបើនៅក្នុង strong beam sensor ហើយនិង retro-reflective sensor វិញបើគ្មាន optic អ្វីមួយឆ្លងកាត់ទេវានៅរលត់តែបើមានអីឆ្លងកាត់វាភ្លឺវិញនិយាយទៅវាខុសពីត្រង់ហ្នឹងបន្ទាប់មកគឺយើងធ្វើការអនុវត្តទៅលើមុខងារមួយដែលហៅថា line mode ឬក៏ line on ដែលមានន័យថាបើសិនបើមាន optic អ្វីមួយឆ្លងកាត់នោះអំពូលនឹងភ្លឺប៉ុន្តែបើគ្មាន optic អ្វីមួយឆ្លងកាត់នោះទេនោះអំពូលនឹងរលត់អញ្ចឹងជាដំបូងគឺយើងធ្វើការអនុវត្តទៅលើកាតជាមុនសិនគឺយើងឃើញថាប្រវែងដែល sensor អាចចាប់បានគឺត្រឹមតែ68 cm ទេចំណែកឯចានពណ៌ខ្មៅគឺវាស់បានត្រឹមតែ43 cm ហើយបន្ទាប់មកទៀតគឺចានពណ៌សយើងឃើញថាប្រវែងដែលវាអាចចាប់បានគឺ68 cm ដូចកាតដែររីឯកញ្ចក់វិញគឺវាស់បានឆ្ងាយជាងគេគឺខ្ទង់ប្រវែងអាចទៅដល់2ម៉ែត្រអស់ហើយប៉ុន្តែក្នុងការវាស់នេះគឺយើងត្រូវដាក់ឲ្យចំទៅនឹង receiver របស់វាបើមិនដាក់ត្រូវគឺវាអត់ភ្លឺទេតែដោយសារយើងដាក់ត្រូវគឺឃើញប្រវែងនៃការវាស់គឺបានឆ្ងាយហើយបន្ទាប់មកទៀតគឺយើងធ្វើការតេស្តទៅលើក្របខ្លារបស់សភៅយើងឃើញថាប្រវែងដែលចាប់បានគឺចន្លោះចាប់ពី0ទៅដល់43ឬក៏44 cm ហើយបន្ទាប់ពីយើងបានអនុវត្តទៅលើ line mode ឬក៏ line on យើងក៏ធ្វើការអនុវត្តទៅលើ dark mode ឬក៏ dark onដោយជាដំបូងគឺយើងធ្វើការតេស្តទៅលើចានពណ៌សយើងឃើញថាប្រវែងដែលវាអាចចាប់បានគឺត្រឹម83 cm បន្ទាប់មកទៀតគឺចានពណ៌ខ្មៅគឺវាស់បានត្រឹមតែ50 cm ហើយកាតវិញគឺប្រវែងដែលចាប់បានគឺ60 cm ហើយកញ្ចក់វិញគឺវាស់បានឆ្ងាយដូចគ្នាហើយចុងក្រោយគេគឺរបស់ខ្លាគឺយើងឃើញថាវាស់បានត្រឹមតែ33 cm ទេចូលដល់ចំណុចទី5គឺអត្ថប្រយោជន៍នៃ sensor មួយនេះអញ្ចឹងអត្ថប្រយោជន៍ sensor មួយទី1គឺវាមានអត្ថប្រយោជន៍ដែលគេប្រើនៅក្នុងយានជំនិះឬក៏ smart car ទី2គឺការរករងមនុស្សយន្តស្វ័យប្រវត្តិទី3គឺគេប្រើនៅក្នុងកន្លែងចរាចរណ៍ទី4គេប្រើនៅក្នុងកម្មវិធីវិទ្យាសាស្ត្រហើយចុងក្រោយវាគឺច្រើនគេប្រើនៅក្នុងឧស្សាហកម្មសរុបមកវិញគឺការបកស្រាយរបស់ពួកខ្ញុំអាចឈានដល់ទីបញ្ចប់អញ្ចឹងក៏ទីចុងក្រោយសូមអរគុណលោកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ស្ដាប់ពួកខ្ញុំបកស្រាយរហូតដល់ទីបញ្ចប់ហើយក៏សូមខន្តីអភ័យទោសផងដែរប្រសិនបើមានកន្លែងណាខុសឆ្គងឬលុះលួសសូមអរគុណ